ភ្នាក់ងារល្បាតព្រំដែនអាមេរិកចាប់ខ្លួនមនុស្សជាង130នាក់ក្នុងការបង្ក្រាបជនអន្តោប្រវេសន៍នៅរដ្ឋ North Carolina ក្នុងរយៈពេល48ម៉ោងមនុស្សច្រើនជាង130នាក់ដែលសង្ស័យធ្វើអន្តោប្រវេសន៍ខុសច្បាប់ត្រូវបានឃុំខ្លួននៅក្នុងទីក្រុង Charlotte នៃរដ្ឋ North Carolina ខណៈប្រធានាធិបតី Donald Trump ជំរុញយុទ្ធនាការបង្ក្រាបនៅភាគខាងត្បូងសហរដ្ឋអាមេរិកនេះបើយោងតាមការផ្សាយចេញដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារទី18ខែវិច្ឆិកាឆ្នាំ2025អ្នកនាំពាក្យរបស់ទីភ្នាក់ងារគយនិងការពារព្រំដែនអាមេរិកលោក Rob Bradley និយាយថាភ្នាក់ងារល្បាតព្រំដែនចាប់ខ្លួនមនុស្សជាង130នាក់កាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅទីក្រុង Charlotte អំឡុងពីថ្ងៃដំបូងនៃប្រតិបត្តិការសហព័ន្ធដែលផ្ដោតលើជនចំណាក់ស្រុកគ្មានឯកសារត្រឹមត្រូវគេមិនទាន់ដឹងឡើយថាពេលណាទើបយុទ្ធនាការបង្ក្រាបនៅក្នុងទីក្រុងភាគខាងត្បូងត្រូវបញ្ចប់តាមលោក Bradley កងកម្លាំងនឹងមិនបញ្ឈប់ការអនុវត្តច្បាប់ជាតិនោះទេរហូតទាល់តែជនបរទេសខុសច្បាប់ទាំងអស់ត្រូវបានចាប់ខ្លួនហើយនិរទេសចេញពីអាមេរិកគួរបញ្ជាក់ថាការនិរទេសយ៉ាងសន្ធឹកសន្ធាប់និងការអនុវត្តច្បាប់អន្តោប្រវេសន៍តឹងរ៉ឹងគឺជាពាក្យសន្យាដ៏សំខាន់នៃរបៀបវារៈគោលនយោបាយក្នុងស្រុករបស់លោកត្រាំចាប់ពីលោកត្រាំត្រឡប់មកកាន់សេតវិមានវិញភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធបានធ្វើការវាយឆ្មក់នៅក្នុងទីក្រុងមួយចំនួនដូចជា Los Angeles, Chicago និងតាមតំបន់ជនបទដែលមានលក្ខណៈអភិរក្សនិយម